បាទជាតកសូមគោរពជំរាបសួរបងប្អូនผู้មេត្តាគ្នាថ្ងៃនេះខ្ញុំមកបង្ហាញខ្ញុំពី resort ឬក៏ក្រុមនីយដ្ឋានមួយកន្លែងដោយសារមែនតើហើយយើងធ្វើចិត្តហើយអាចនៅក្នុងអំឡុងពេលឆាប់នេះអញ្ចឹងមុននឹងទៅដល់រមណីយដ្ឋានរបស់យើងមកមើលអំពីបរិយាកាសតាមផ្លូវទឹកឈូវិញហើយនិយាយបានថាទីតាំងរបស់យើងគឺនៅគៀកនឹងជាមួយនឹងផ្លូវជាតិតែម្ដងហើយយើងចុះមកពីផ្លូវជាតិត្រឹមតែប្រហែលជា100ម៉ែត្រដល់ទីតាំងហើយបរិយាកាសទីតាំងគឺពិតជាស្រស់ស្អាតមែនទែនហើយយើងអាចមើលឃើញទៅលើក្រុងបូកគោទាំងមូលហ្មងហើយនិយាយពីបរិយាកាសទីតាំងរបស់យើងវិញហើយនិយាយបានថាសប្តាហ៍ថ្ងៃនេះយើងមានផ្ទះវិឡាធំ5ហើយនៅផ្ទះពីបន្ថែមទៀតហើយនេះគាត់កំពុងតែរៀបចំធ្វើការអាប់ដេតដើម្បីឲ្យធ្វើឲ្យពួកយើងបានធ្វើការបោះតង់មើលថ្ងៃលិចមើលថ្ងៃរះក៏ដូចជាផ្លាស់ប្ដូរបរិយាកាសមកឈៀលនៅទីតាំងនេះហើយអញនិយាយថាកន្លែងយើងក៏មានសេះចំនួន5ក្បាលដែរហើយស្រស់ស្អាតមែនតើហើយនៅខែភាសានេះគឺគៀកមែនតើហើយអញ្ចឹងពួកយើងក៏មានជាលក្ខណៈទឹកឈ្មោះដែលធ្លាក់មកពីលើភ្នំជប់ជាលក្ខណៈធម្មជាតិពិតប្រាកដហើយរាល់ថ្ងៃនេះសំបីតែខែនេះក៏យើងនៅតែមានទឹកលេងដែរហើយទឹកពិតជាស្រស់ស្អាតហើយអាចជាថ្លាឆ្វងមកបងប្អូនបាទហើយមួយវិញទៀតយើងក៏មានជាលក្ខណៈស្ពានយោអញ្ចឹងទីទៀតខ្ញុំនឹងទៅបង្ហាញអំពីស្ពានយោនៅជាមួយនឹងទីតាំងរបស់យើងបាទអូខេហើយនេះគឺស្ពានយោរបស់យើងហើយស្រស់ស្អាតណាស់បរិយាកាសបងប្អូនអាចមកធ្វើការប្រឌិតយកទេសភាពរូបភាពគឺបានច្រើនទម្រង់បែបហើយអញ្ចឹងជាចុងក្រោយដូចជាមានអនុញ្ញាតច្រើនទេតែបើមានលម្អិតបងអាចធ្វើការណែនាំតាមលេខទូរស័ព្ទខាងលើហើយក៏សូមអរគុណជូនពរបងប្អូនទាំងអស់គ្នាឲ្យទទួលទានបានទាំងហេងសុខភាពល្អគ្រប់ពេលវេលាបាទសូមអរគុណសូមគោរពជំរាបលា